ดัมเขียวกัญญารัตน์រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់នៅរសៀលថ្ងៃនេះថាក្រសួងព័ត៌មាននឹងពង្រីកបន្ថែមទៀតការងារអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅក្នុងផែនការសកម្មភាពឆ្នាំថ្មីឆ្នាំ 2015 នៅក្នុងពិធីប្រកាសទេតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ឯកឧត្តមខៀវកញ្ញរិទ្ធបានប្រកាសថានឹងធ្វើការពង្រឹងការគ្រប់គ្រងវិស័យផ្សព្វផ្សាយពង្រឹងបណ្ដុះបណ្ដាលបន្ថែមទៀតមន្ត្រីក៏ដូចជាប្រធានមន្ទីរព័ត៌មានគ្រប់ខេត្តនិងរាជធានីឲ្យកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងវិស័យផ្សព្វផ្សាយលើសពីនេះនៅក្នុងទិសដៅបន្តក្រសួងព័ត៌មាននឹងកំណត់យុទ្ធសាស្ត្រឈានទៅការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ Digital នៅក្នុងនោះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងបង្កើតឲ្យបាន 2 ទៅ 3 Channel ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថាទោះបីជានៅឆ្នាំចាស់ក្រសួងព័ត៌មានសម្រាប់ការងារធំជាច្រើនគួរឲ្យកត់សម្គាល់ប៉ុន្តែបញ្ហានៅខាងមុខក្រសួងព័ត៌មាននឹងបន្តពង្រឹងការងារផ្សព្វផ្សាយជាពិសេសនៅក្នុងឆ្នាំខាងមុខក្រសួងនឹងចងក្រងបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានផងដែរសូមបញ្ជាក់ថាឯកឧត្តមផុសវណ្ណត្រូវបានប្រកាសតែងតាំងជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានជំនួសឯកឧត្តមបុត្របវុធដែលចូលនិវត្តន៍តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា